ចឹងបើសិនជាគេឲ្យខ្ញុំជ្រើសយករវាង Crypto Exchange Binance ជាមួយនឹង Crypto Exchange ផ្សេងទៀតគឺខ្ញុំប្រកាសជាជ្រើសយកអូនវ៉ែនតាថ្មីដៃហើយចឹងឥឡូវមេជួបគ្នាហើយបាទអញ្ចឹងកាលពីថ្ងៃទី15គឺលោក Donald Trump គាត់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីនិយាយពីរឿងជំនួយនិយាយពីរឿងសេដ្ឋកិច្ចនិយាយពីរឿងការធ្វើពាណិជ្ជកម្មជាមួយគ្នាដូចជាការជួញដូរបន្ទះ chip អីជាដើមធ្វើឲ្យមានការឡើងក៏ដូចជាចុះទីផ្សារ stock ផងដែរកាលពីថ្ងៃនោះហើយនៅក្នុងពេលថ្មីៗហ្នឹងផងដែរក៏មានការរាយការណ៍មួយទៀតដែលពាក់ព័ន្ធជាមួយនឹងលោក Vladimir Putin គាត់នឹងទៅទស្សនកិច្ចនៅឯប្រទេសចិននៅថ្ងៃទី19-20 ខែឧសភាខាងមុខនឹងដូចគ្នាគឺជាព្រឹត្តិការណ៍រំលឹកខួបរយៈពេល25ឆ្នាំនៃសន្ធិសញ្ញាមិត្តភាពរវាងប្រទេសរុស្ស៊ីជាមួយនឹងប្រទេសចិនក៏មានអ្នកវិភាគមួយចំនួនដែលគេបាននិយាយថា Xi Jinping នឹងគាត់កំពុងតែព្យាយាមរកជាមួយនឹង strategy balance រវាងមហាអំណាចធំដែលមានសហរដ្ឋអាមេរិកជាមួយនឹងរុស្ស៊ីនឹងឯងដែលយើងតែងតែដឹងកន្លងមកឲ្យថាប្រទេសសហរដ្ឋអាមេរិកប្រទេសចិនហើយនិងប្រទេសរុស្ស៊ីនឹងតាំងពីដើមមកអត់សូវត្រូវគ្នាក៏ដូចជាអត់សូវមើលមុខគ្នាចំប្រហែលទេតែងតែសង្គ្រឹះថ្មិញដាក់គ្នាជារឿយៗចឹងប្រហែលជាអាចនឹងមានរឿងចម្លែកកើតឡើងជាម្ខាងទេនៅក្នុងរយៈពេលខាងមុខគឺនៅថ្ងៃទី19ថ្ងៃទី20អីហ្នឹងយើងមានតែចាំតាមដានបន្តទៀតហើយចំពោះអ្វីដែលយើងអាច expect ហ្នឹងគឺវាអាចនឹងមានការឡើងថ្លៃនៅ stock ណាមួយឬក៏នៅប្រភេទជា asset ណាមួយជាម្ខាងទេដោយសារតែមានការធ្វើជំនួយមានការធ្វើពាណិជ្ជកម្មជាទូទៅគឺវាតែងតែមានការប៉ះពាល់ក៏ដូចជាមានការផ្លាស់ប្ដូរទៅលើទីផ្សារសេដ្ឋកិច្ចជាម្ខាងទេអញ្ចឹងយើងមានតែចាំតាមដានមើលក៏ដូចជាត្រៀមខ្លួនទាំងអស់គ្នាថាតើវានឹងមានការឡើងឬក៏ការធ្លាក់ចុះទៅលើ asset មួយណាឬក៏ទៅលើ stock មួយណាផងដែរអញ្ចឹងបើសិនជានិយាយពីរឿង stock និយាយពីរឿង asset ហ្នឹងយើងក៏អាចធ្វើការ trade ឬក៏តាមដានពាក់ព័ន្ធជាមួយនឹងការឡើងចុះឬក៏ព័ត៌មានផ្សេងៗនៅក្នុង Binance ស្មើដូចគ្នាដោយសារតែនៅក្នុង Crypto Exchange ដូចជា Binance នេះគឺយើងសិតតែអាចធ្វើរឿងទាំងអស់ហ្នឹងបានក៏ដូចជាយើងអាចធ្វើរឿងជាច្រើនទៀតមិនថាពាក់ព័ន្ធជាមួយនឹងការ trade ពាក់ព័ន្ធជាមួយនឹងការទិញ spot ដើម្បីហូតទុកយកចំណេញក៏ដូចជាពាក់ព័ន្ធជាមួយនឹងការ payment ផ្សេងជាមួយនឹងកាក់ crypto ជាដើម stable coin ឬក៏កាក់ crypto ផ្សេងអីយ៉ាងទៅបើមិនជាណាដែលក៏អត់មានករណី Binance អាចចូលធ្វើការចុះឈ្មោះតាម link ដែលខ្ញុំដាក់នៅខាងក្រោម comment បានដើម្បីអាចមានឱកាសទទួលបានជាមួយនឹង benefit ឬក៏ reward ផ្សេងនៅពេលក្រោយទៀតហើយបើសិនជាចង់តាមដានព័ត៌មានទាន់ហេតុការណ៍ពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចទីផ្សារពិភពលោកពាក់ព័ន្ធជាមួយនឹង crypto ឬក៏ព័ត៌មានចម្លែកអីផ្សេងអ្នកគ្នាអាចចូលទៅធ្វើការ subscribe នៅ channel Telegram អាណាចក្រដូចគ្នាដោយសារតែក្រុមការងារគឺបានធ្វើការ upload ជារៀងរាល់ថ្ងៃផងដែរ